សួស្តីទាំងអស់គ្នានៅក្នុងភាគមុនយើងបាននិយាយអំពីតួអង្គដែលជាប់ពាក់ព័ន្ធផ្ទាល់ក្នុងស្នេហាតែថ្ងៃនេះយើងនឹងមកគិតកកាយអំពីតួអង្គដែលមានអំណាចខ្ពស់បំផុតក្នុងរឿងគឺព្រះជាតើទ្រង់ជាស្ដេចដែលផ្ដល់យុត្តិធម៌មែនទេឬមួយក៏អំណាចរបស់ទ្រង់មានដែនកំណត់តើព្រះរាជសាររបស់ទ្រង់មានតម្លៃស្មើនឹងជីវិតរបស់ទុំដែរឬទេយើងនឹងមកវិភាគទាំងអស់គ្នាគុណសម្បត្តិបើពិនិត្យមើលលើសកម្មភាពរបស់ព្រះរាជាយើងឃើញមានចំណុចគួរឲ្យគោរពការផ្ដល់យុត្តិធម៌និងភាពស្មើគ្នាពេលទុំប្តឹងទ្រង់មិនប្រងើយកន្តើយឡើយទ្រង់បានចេញវិរិយសារដើម្បីហាមឃាត់ការរៀបការនិងបញ្ជាឲ្យទាវត្រឡប់មកវិញនេះបង្ហាញឲ្យឃើញថានៅក្នុងនាមជាអ្នកដឹកនាំទ្រង់ចង់រក្សាសណ្ដាប់ធ្នាប់និងយុត្តិធម៌សម្រាប់ជានារីគ្រប់រូបមិនថាជាអ្នកបម្រើផ្ទាល់ឬក៏កូនមន្ត្រីធំទេពីការគោរពពិសច្ចៈទ្រង់បានសន្យានឹងទុំថានឹងជួយសម្រួលរឿងស្នេហាការចេញបរិយាសារគឺជាការរក្សាពាក្យសន្យានោះទី3ការដាក់ទណ្ឌកម្មច្បាស់លាស់ទោះបីជាយឺតយ៉ាវតែនៅពេលដែលដឹងការពិតទ្រង់បានដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរលើគ្រួសារលោកអរជួនដែលរំលោភលើបរិយាសារនេះគឺជាសកម្មភាពដើម្បីពង្រឹងសិទ្ធិអំណាចនិងច្បាប់ទៅលើគុណវិបត្តិរបស់ព្រះអង្គទោះបីជាមានចេតនាល្អតែយើងឃើញមានចំណុចខ្សោយដ៏ធំទី1គឺយុទ្ធធម៌យឺតយ៉ាវនេះគឺជាដើមចមនៃសោកនាដកម្មបរិយាសារត្រូវបានចេញតែការបញ្ជូនមានភាពយឺតយ៉ាវហួសហេតុក្នុងស្ថានភាពអាសន្នការមិនមានយន្តការបញ្ជូនព័ត៌មានឲ្យលឿនគឺជាកំហុសផ្នែកគ្រប់គ្រងដែលនាំឲ្យទុំត្រូវស្លាប់មុនពេលយុទ្ធធម៌មកដល់ទី2ការខ្វះខាតការគ្រប់គ្រងអំណាចមូលដ្ឋានប្រជាអាងតែលើបរិយាសារតែមិនមានកម្លាំងទ័ពឬមន្ត្រីដែលមានឥទ្ធិពលទៅជាមួយដើម្បីធានាការអនុវត្តច្បាប់នេះបង្ហាញពីដែនកំណត់នៃអំណាចកណ្ដាលក្នុងការគ្រប់គ្រងលើស្ដេចត្រាញ់មូលដ្ឋានដែលជាអំណាចអាជ្ញាសិទ្ធិក្នុងដៃទី3ការដាក់ទណ្ឌកម្មដែលមិនអាចស្រោចស្រង់ជីវិតទោះបីជាដាក់ទណ្ឌកម្មអ្នកប្រព្រឹត្តតែមិនអាចធ្វើឲ្យទុំនឹងទាវរស់ឡើងវិញបានទេនេះជាមេរៀនថាទណ្ឌកម្មគឺជាការរក្សាសណ្ដាប់ធ្នាប់សម្រាប់អនាគតតែមិនមែនជាការកែប្រែអតីតកាលទេសម្រាប់មេរៀនជីវិតដែលយើងអាចយល់ដឹងពីសង្គមគឺតើយើងរៀនអ្វីខ្លះពីតួអង្គព្រះរាជាសម្រាប់សង្គមបច្ចុប្បន្នទី1តម្លៃនៃពេលវេលាក្នុងយុទ្ធធម៌ដោយពាក្យស្លោកថាយុទ្ធធម៌ដែលយឺតយ៉ាវគឺស្មើនឹងបដិសេធយុទ្ធធម៌នៅក្នុងជីវិតនិងការងារពេលមានបញ្ហាអាសន្នយើងត្រូវមានផែនការដោះស្រាយឲ្យទាន់ពេលវេលារៀនទី2ការយល់ដឹងពីដែនកំណត់នៃអំណាចមិនថាយើងមានតួនាទីខ្ពស់ប៉ុណ្ណាទេយើងត្រូវដឹងថាអំណាចរបស់យើងអាចនឹងមិនមានប្រសិទ្ធភាពគ្រប់កន្លែងឡើយបើខ្វះយន្តការការអនុវត្តច្បាប់ដែលរឹងមាំនិងកិច្ចសហការពីគ្រប់លំដាប់ថ្នាក់មេរៀនទី3តួនាទីរបស់ច្បាប់និងអាជ្ញាសិទ្ធិរឿងនេះឆ្លុះបញ្ចាំងពីចំនួនរវាងច្បាប់កណ្ដាលនិងអាជ្ញាសិទ្ធិក្នុងដៃវាបង្រៀនឲ្យយើងយល់ពីភាពស្មុគស្មាញនៃប្រព័ន្ធគ្រប់គ្រងសង្គមនិងការចាំបាច់ក្នុងការមានប្រព័ន្ធច្បាប់ដែលរឹងមាំនិងយុត្តិធម៌សរុបមកតួអង្គព្រះរាជាគឺជាកញ្ចក់ឆ្លុះឲ្យឃើញពីចេតនាល្អនៃច្បាប់តែត្រូវបានបំផ្លាញដោយភាពយឺតយ៉ាវនិងការរំលោភអំណាចមូលដ្ឋានសោកនាដកម្មទុំទាវមិនមែនគ្រាន់តែជារឿងស្នេហាទេតែវាជារឿងប្រព័ន្ធយុត្តិធម៌ក្នុងសង្គមផងដែរតែអ្នកយល់យ៉ាងណាដែរចំពោះតួនាទីរបស់ព្រះរាជាតើទ្រង់គួរតែធ្វើអ្វីបន្ថែមទៀតដើម្បីជួយទុំនឹងទាវសូមចូលរួមផ្ដល់មតិយោបល់ទាំងអស់គ្នាសូមអរគុណសម្រាប់ការតាមដានការវិភាគនេះជួបគ្នានៅវីដេអូក្រោយសូមជម្រាបលា